ខ្ញុំមកលេងសៀមរាបជាថ្ងៃទី2បងប្អូនហើយថ្ងៃទី2ផងដែរខ្ញុំបានជួលម៉ូតូមួយគ្រឿងសម្រាប់ជិះធ្វើដំណើរជុំវិញខេត្តសៀមរាបណាបងប្អូនហើយនេះគឺខ្ញុំកំពុងតែជិះនៅតាមផ្លូវដើម្បីទៅ Hub Street ទៅញ៉ាំអីជាមួយនឹងក្រុមគ្រួសារហើយនេះគឺតាមផ្លូវឆ្ពោះទៅ Hub Street បងប្អូនហើយនៅតាមផ្លូវហ្នឹងគឺម៉ោង6បងប្អូនអត់ទាន់យប់ទេតែថាមានការរវល់យប់ជ្រៅបានទៅជាងទៅពីភ្លឺហើយនៅតាមផ្លូវហើយកំពុងតែបន្តដំណើរទៅចិត្តដល់ហើយបងប្អូនខ្វះតែបន្តិចទៀតដល់ហើយខ្ញុំមកលេងសៀមរាបហ្នឹងគឺវាប្រញាប់ដែរព្រោះអីអត់មានពេលព្រោះអីទឹកដីសៀមរាបជាទឹកដីដែលខ្ញុំស្រឡាញ់ពេញចិត្តមែនទេពុះពេញទៅដោយតំបន់វប្បធម៌ប្រាសាទហើយរមណីយដ្ឋាននានាជាច្រើនជាពិសេសពេលយប់ឡើងគឺមក Hub Street ដើម្បីញ៉ាំអាហារឥឡូវមកដល់ហើយ Hub Street ដល់ហើយបងប្អូននេះកន្លែងផ្សារខ្មែរខ្ញុំនាំបងប្អូនមកមើលកន្លែងក្នុងនោះមានលក់ពីរបស់ខ្មែរទាំងអស់ណាមានដូចជានំគ្រក់មាននំបញ្ចុកមានបាយឆាមីឆាបែបខ្មែរទាំងអស់អញ្ចឹងណានៅក្នុងនោះមានលក់គ្រូគំនូផ្ទាំងគំនូគ្រឿងវត្ថុអនុស្សាវរីយ៍មានដូចជាចិញ្ចៀនខ្សែកខ្សែអីណាច្រើនណាស់បងប្អូនជាគួរឲ្យចាប់អារម្មណ៍យើងទៅមើលក្នុងទាំងអស់គ្នាហើយនៅក្នុងនោះមានសម្ដែងជាលក្ខណៈរបាំបែបបុរាណខ្មែរតោះយើងជួបទៅមើលទាំងអស់គ្នាបងប្អូន
តពីខ្ញុំមើលភូមិខ្មែររួចហើយខ្ញុំបានត្រឡប់ទៅមើលតំបន់ Pub Street នៅជុំវិញនេះមានភ្ញៀវទេសចរជាច្រើនគាត់មកសម្រាប់ហើយនឹងញ៉ាំអាហារដែលគាត់ចង់ញ៉ាំតាមតម្រូវការរបស់គាត់ហើយម៉ោងនេះម៉ោង6ជាងណាបងប្អូនដោយសារថាខ្ញុំមកឆាប់មកណាបើសិនជាម៉ោង7ឬក៏ម៉ោង8ចាប់ពីម៉ោង8ទៅគឺសម្បូរភ្ញៀវបរទេសគាត់មកព្រោះហ្នឹងបើរហូតដល់ម៉ោង2ម៉ោង3ទៀបភ្លឺបងប្អូននេះភ្ញៀវបរទេសភាគច្រើនអឺរ៉ុបច្រើនអឺរ៉ុបគាត់ចូលលក្ខណៈបែបរ៉ូម៉ាន់ទិកគាត់មកញ៉ាំអាហារជាមួយនឹងក្រុមគ្រួសាររបស់គាត់ឬក៏អ្នកដែលមានសង្សារគាត់មកអង្គុយលំហែកាយនៅតំបន់ Pub Street កន្លែងនេះខ្ញុំចូលចិត្តហ្នឹងបងប្អូនលក្ខណៈបែបបរទេសលក្ខណៈអីយើងមកអង្គុយញ៉ាំបដាហើយយើងស្ដាប់ភ្លេងបដានៅក្នុងនោះមានម្ហូបបែបខ្មែរដែរតាបងប្អូនមានលក្ខណៈថាបាយឆាមីឆាហើយនំបញ្ចុកមាននៅក្នុងនោះដែរប៉ុន្តែបែបអឺរ៉ុបមានផ្សេងទៅវាមានភាសាមានអីច្រើនណាបងប្អូនចង់ញ៉ាំតាមតម្រូវការតាមចិត្តរបស់បងប្អូនចង់ញ៉ាំអីញ៉ាំហ្នឹងណាតែអ្វីដែលខ្ញុំចូលចិត្តគឺតំបន់ហ្នឹងពេលដែលយើងហត់ពីការងារឬក៏មានការធ្វើការច្រើនស្តេសច្រើនមកអង្គុយលំហែនឹងពេលយកស្ដាប់ភ្លេងរួចមកផ្ទះវិញទីមួយមើលគេមើលអាចផងតែមនុស្សច្រើនកន្លែងហ្នឹងពេលបន់ទៀនអីមិនបាច់ចូលទេសិតតែកក់ទុកមុនបើសិនជាអត់កក់អីចូលអត់ចោះអីជាពិសេសបន់ចូលឆ្នាំខ្មែរបន់ផ្សេងគឺតំបន់នេះគឺពុកពេញដោយភ្ញៀវមិនថាភ្ញៀវជាតិឬក៏ភ្ញៀវបរទេសភ្ញៀវអន្តរជាតិគឺមកលេងទីនេះជាពិសេសបន់ចូលឆ្នាំខ្មែរបងប្អូនតែកក់ទុកមុនបើអត់កក់ទុកមុនទេគឺអត់មានកន្លែងអង្គុយទេបងប្អូនតែយើងទស្សនាទិដ្ឋភាពជុំវិញទាំងអស់គ្នា